លោកហុតលៀបពិសិដ្ឋលើកឡើងថាអាជីវករលក់បន្លែផ្លែឈើនៅតាមចិញ្ចើមផ្លូវព្រះមុនីរ៉េតនិងផ្លូវរណបមួយចំនួនបច្ចុប្បន្ន100%គឺមិនមានលក់ដូរទេក្នុងកិច្ចប្រជុំសាមញ្ញលើកទី20អាណត្តិទី4របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី28ខែមករានេះលោកហួតលៀបពិសិដ្ឋអភិបាលរងខណ្ឌតំណាងលោកសុខសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងបានលើកឡើងថាពីការរៀបចំសណ្ដាប់ធ្នាប់កន្លែងលក់បន្លែនៅចិញ្ចើមផ្លូវនៅតំបន់ផ្សារដើមកោថាកន្លងមកយើងបានផ្សព្វផ្សាយផងជំរុញនិងលើកទឹកចិត្តផងនិងមានវិធានការមួយចំនួនផងហើយចាប់តាំងពីថ្ងៃទី17ខែមករាមកជារួមនៅក្នុងខណ្ឌបឹងកេងកងមានផ្លូវព្រះមុនីរ៉េតផ្លូវ364ផ្លូវ356និងផ្លូវរណបមួយចំនួនទៀតដែលធ្លាប់តែលក់បន្លែផ្លែឈើត្រីសាច់នៅតាមចិញ្ចើមនិងទ្រូងផ្លូវឥឡូវនេះ100%គឺមិនមានលក់ដូរទៀតទេលោកអភិបាលរងបានបន្តថាតាំងពីថ្ងៃទី18ខែមករាមកទល់ពេលនេះរយៈពេលជាង10ថ្ងៃហើយគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងបានប្រើប្រាស់កម្លាំងសរុបប្រចាំការទាំងយប់ទាំងថ្ងៃដោយមិនអនុញ្ញាតឲ្យមានការលក់ដូរទៀតឡើយជាក់ស្ដែងនៅពេលយប់ដែលបងប្អូនអាជីវករដឹកបន្លែផ្លែឈើមកបំរុងលក់តាមចិញ្ចើមផ្លូវនិងទ្រូងផ្លូវដូចមុនយើងបានខាត់គាត់ហើយណែនាំគាត់ឲ្យទៅលក់នៅផ្សារដើមកោថ្មីឬផ្សារតាម៉ាប់ព្រែកជ្រៃឬផ្សារផ្សេងទៀតដោយការស្ម័គ្រចិត្តហើយកងកម្លាំងអធិការដ្ឋានខណ្ឌអមគាត់ជូនដំណើរគាត់ទៅទីតាំងដែលគាត់ស្ម័គ្រចិត្តព្រមទាំងធ្វើកំណត់ហេតុនៅទីបញ្ជាការស្រាលតែម្ដងលោកហុតលៀបពិសិដ្ឋបានបញ្ជាក់ទៀតថានៅពេលនេះយើងធ្វើបានជោគជ័យហើយក៏ប៉ុន្តែយើងនៅតែមានការព្រួយបារម្ភខ្លាចតែពួកគាត់អាចត្រឡប់មកលក់នៅកន្លែងចាស់វិញជាពិសេសនៅក្នុងឱកាសចូលឆ្នាំចិននាពេលខាងមុខនេះតែម្ដងដូចនេះគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងក្រោមការដឹកនាំរបស់លោកសុខសម្បត្តិនៅតែបន្តយកចិត្តទុកដាក់កម្លាំងប្រចាំការនៅតាមទីតាំងគ្រប់គោលដៅពុំមានធ្វេសប្រហែសឡើយនៅក្នុងកិច្ចប្រជុំនេះផងដែរលោកកឹមឈុនអ៊ូប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកងបានលើកឡើងថាសូមកោតសរសើរដល់រដ្ឋបាលខណ្ឌដែលដឹកនាំដោយលោកសុកសម្បត្តិថាបានខិតខំប្រឹងប្រែងបំពេញការងាររៀបចំសណ្ដាប់ធ្នាប់នៅតំបន់ផ្សារបន្លែនេះទាំងយប់ទាំងថ្ងៃទទួលបានលទ្ធផលល្អប្រសើរតែទោះជាយ៉ាងណាក្តីសូមឲ្យកម្លាំងយើងខិតខំបន្ថែមទៀតដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈតាមដងផ្លូវឲ្យកាន់តែល្អប្រសើរព្រោះថាភ្នំពេញឥឡូវត្រូវបានអន្តរជាតិចាត់ទុកជាគោលដៅទេសចរណ៍ដែលល្អទាំង20នៅលើពិភពលោក